អ្នកដែលផលិតឬផលិតផលដែលមានសារធាតុហាមឃាត់សូមមកពិនិត្យសុខភាពមកទូខ្លួននៅមន្ទីរពេទ្យ Orchid ថ្មីនេះមានបងប្អូនស្រីជាច្រើននាក់អាយុពី20ទៅ30ទៅ40ឆ្នាំបានមកពិនិត្យសុខភាពមកទូខ្លួននៅមន្ទីរពេទ្យ Orchid ហើយគាត់សម្ដែងការព្រួយបារម្ភលើបញ្ហាសុខភាពរបស់គាត់ដោយសារតែការប្រើប្រាស់លេឬផលិតផលដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវរយៈពេលដែលគាត់ប្រើប្រាស់អាចចូលជាង 2-3 ឆ្នាំហើយភាគច្រើនគឺគាត់ភ័យព្រួយលើបញ្ហាសុខភាពផ្នែកថ្លើមតម្រងនោមប្រព័ន្ធប្រសាទនិងឆ្អឹងដែលក្នុងនោះមន្ទីរពេទ្យ Orchid របស់យើងក៏បានរៀបចំជាកញ្ចប់ពិនិត្យសុខភាពទូទៅមកទូខ្លួនមួយសម្រាប់ស្ត្រីដែលការពិនិត្យមកទូខ្លួននេះគឺមានរហូតដល់40មុខមានទាំងការពិនិត្យតេស្តឈាមមើលលើមុខងារថ្លើមមេរោគថ្លើមមហារីកថ្លើមដំណើរការតម្រងនោមមហារីកលំពែងមហារីកប្រព័ន្ធរំលាយអាហារមហារីកអូវែមហារីកសូដន់ក៏ដូចជាការថតឆ្លុះសួតពិនិត្យកំហាប់ឆ្អឹងពិនិត្យបេះដូងនិងអេកូពោះមើលលើថ្លើមលំពែងជាដើមជាពិសេសក៏មានការពិនិត្យផ្នែករោគស្ត្រីនៅក្នុងកញ្ចប់នេះផងដែរការពិនិត្យសុខភាពមកទូខ្លួនពិតជាសំខាន់ដើម្បីឲ្យបងស្ត្រីយល់ដឹងពីសុខភាពរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននិងអាចការពារពីជំងឺធ្ងន់ធ្ងរផ្សេងបង្កពីការប្រើប្រាស់លេឬផលិតផលដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវសម្រាប់ព័ត៌មានបន្ថែមបងប្អូនស្ត្រីអាចតាក់ទងមក Page មន្ទីរពេទ្យ Orchid កោះពេជ្រឬ Page មន្ទីរពហុព្យាបាល Orchid សែនសុខបានអរគុណ